bà bông ôn ở kia bà món à bữa sau dương ở trên châm thế cái dương châm tứ việt rồi thì bông ôn bà là ngày nhom miền nằm cà phê vía nè đôi chia cà phê việt đã tứ của mọi việt sư tại một đón nè của mọi việt thà món việt sư dựng đã cà phê viết cứ đã tại một đón cứ món nó vừa lên sư mà là hồ tại một đón bà hay thi xa cà phê nút từ trong video chăm nhom dây prap của mẹ bông ôn ở kia chân bông ôn chăm chui cho chiều nơi channel របស់ខ្ញុំអ្នកមួយទៅបងប្អូនបាទសម្រាប់បងប្អូនថ្មីជួយចុច Subscribe ឲ្យខ្ញុំអ្នកមួយទៅនឹងទទួលបានវីដេអូថ្មីជាមួយខ្ញុំរៀងរាល់ថ្ងៃបាទបងប្អូនមើលទៅសកម្មភាពមន់យើងចំបែបស្រែបែបពលាញបាទយើងមិនមានចិញ្ចឹមបែបកសិដ្ឋាននេះទេយើងចំលក្ខណៈគ្រួសារតែយើងចំរស់បងប្អូនបាទហើយបងប្អូនខ្លះគាត់ឆ្ងល់គាត់ចំមន់មិនដែររស់អញ្ចឹងណាបាទគាត់ឆ្ងល់ថាមូលហេតុអីបានគេចំទៅរស់អញ្ចឹងគាត់ឃើញគេចិញ្ចឹមបែបប្រឡែងដែរតែគេចំរស់តែគាត់ចំរស់បាទគាត់ឆ្ងល់បាទគាត់មកលេងផ្ទះខ្ញុំអញ្ចឹងណាបាទហើយខ្ញុំក៏បានរៀបរាប់ទៅប្រាប់គាត់អញ្ចឹងខ្ញុំប្រាប់គាត់អំពីរបៀបចំមន់អញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទខ្ញុំថាការចំមន់តែយើងអាសាមើលថែវាបន្តិចទៅអាចចិញ្ចឹមមន់ទៅបានយើងបានផលវិវាដែរបើយើងចំគ្រាន់តែចិត្តយើងចង់ចំយើងអត់ស្រឡាញ់វាពិតប្រាកដផងបាទហើយយើងអត់បានសង្កេតមើលមន់របៀបមិនយើងមិនដឹងថាមន់នឹងឈឺអីមន់នឹងកើតអីអញ្ចឹងគាត់សួរខ្ញុំបាទគាត់សួរខ្ញុំអញ្ចឹងណាបងប្អូនទាំងគ្នាហ្នឹងឯងរួចទៅបន្ទាប់មកខ្ញុំក៏បានប្រាប់គាត់ថាការចំមន់នេះតើយើងនៅមើលថែវាខ្លះដែរមិនមែនថាយើងឲ្យយើងនៅតែមន់យើងធ្វើការងារអីផ្សេងវាមិនកើតទេបងប្អូនយើងចំលក្ខណៈភាសាគឺយើងដល់ពេលឲ្យចំណីវាគឺយើងទៅឲ្យចំណីវាស៊ីទៅបាទយើងដល់ពេលយើងបែកស្រូវបែកវាស៊ីទៅបាទវាមានឲ្យយើងទៅធ្វើការងារផ្សេងទៀតបានបងប្អូនអាហ្នឹងការចំមន់លក្ខណៈគ្រួសារយើងមិនមែនចំធំដុំអីដោយថាកសិដ្ឋានគេចំរាប់រយរាប់ពាន់ក្បាលទេអញ្ចឹងយើងចំត្រឹមតែមេ5 10ទៅ150កូនដែរបងប្អូនទាំងគ្នាអញ្ចឹងវាវិលជុំរហូតដល់បងប្អូនវាញាស់វិលជុំអញ្ចឹងយើងដាក់មកមុនយើងបានលក់វិលជុំបងប្អូនបាទហើយនៅពេលបងប្អូនចិញ្ចឹមបានអញ្ចឹងបងប្អូនតលុយហើយចាប់តែមេមុន2លក់ពឹបចងការគេបាន1រោងបាទអត់លុយចាប់2លក់បាន1រោងបាទយើងចំតែ5 10ក្បាលគឺមុនគឺវិលជុំតែម្ដងបងប្អូនយើងចាប់លក់បានរាល់ខែបងប្អូនអរគ្នាអញ្ចឹងបងប្អូនចំទុកតែមេ5 10ក្បាលទៅទុកមេ15ក្បាលហើយឈ្មោះយើងទុក4នេះទៅបានហើយបងប្អូនអរគ្នាហ្នឹងហើយអញ្ចឹងបងប្អូនដាក់ចំទៅគឺមានអីពិបាកទេបងប្អូនយើងត្រូវតែមើលថែទាំវាផងដែរបាទហើយសម្រាប់ថ្នាំដែលយើងការពារមាន់យើងកុំឲ្យវាឈឺណាយើងដាក់តែម្ដងគឺវាអត់ឈឺទេបងប្អូនទាំងគ្នាបាទអញ្ចឹងយើងដាក់ការពារវាទៅក្នុងមាន់រយៈពេលដូចថាមួយខែទៅយើងត្រូវការពារវាម្ដងហើយយើងត្រូវតែអនាម័យទ្រុងហ្នឹងឲ្យបានស្អាតផងអនាម័យទ្រុងដូចថាមុនយើងចំប្រឡែងអញ្ចឹងយើងមានទ្រុងវាសមរម្យដែរកុំឲ្យចំប្រឡែងពីវាបកាដេកណាដេកទៅអានោះកើតទេយើងចំទៅគឺខាតបង់យើងចំវាចឹងយើងត្រូវតែធ្វើសបុកមន់ធ្វើអីឲ្យវាត្រឹមត្រូវដែរយើងធ្វើទ្រុងមានកន្លែងដេកមានកន្លែងត្រឹមត្រូវបាទកុំឲ្យចំប្រឡែងប្រសិទ្ធប្រសាចរបៀបថារញ៉េរញ៉ៃបាទអញ្ចឹងយើងមានទ្រុងមានអីត្រឹមរួមមកហើយយើងធ្វើទ្រុងឲ្យវាដេកឲ្យត្រឹមត្រូវហើយធ្វើសបុកវាត្រឹមត្រូវមកបងប្អូនទាំងគ្នាហ្នឹងហើយបងប្អូនកន្លែងដែលវាដេកមានទ្រុងមានអីហ្នឹងបងប្អូនត្រូវតែបោសសម្អាតវាអនាម័យវាទៅអនាម័យវាមួយអាទិត្យបងម្ដងទៅហើយដូរទឹកដូរឆ្នុកចំណីដូរអីឲ្យស្អាតទៅបងប្អូនមាន់អត់ចេះឈឺទេហើយសុខភាពមាន់គឺល្អទៀតបាទហើយទ្រុងបងប្អូនធ្វើទៅទាំងថ្ងៃទៅធ្វើទៅទាំងថ្ងៃអញ្ចឹងថ្ងៃវាចាំងមកវាចូលទៅក្នុងទ្រុងយើងធ្វើឲ្យលំមាក់មាន់យើងហ្នឹងឈ្ងូតអញ្ចឹងធ្វើឲ្យយើងស្រូបបោះដែរបងប្អូនមានការបងប្អូនក្រាននឹងទ្រុងនឹងទៅបងប្អូនទាំងគ្នាហ្នឹងហើយបាទសម្រាប់ថ្នាំការពារវាអត់មានអីពិបាកទេបងប្អូនមាន់យើងឈឺគឺវាឈឺចាប់ដើមឈឺគឺវាសង្កុកអត់ស៊ីចំណីតែម្ដងអញ្ចឹងវាសង្កុកហ្នឹងគឺសង្កុកផ្ដាសាយអញ្ចឹងបើសិនជាក្នុងវងបងប្អូនមានមាន់ណាសង្កុកបងប្អូនបំបែកវាយកមកព្យាបាលមកហើយយើងដាក់ថ្នាំការពារវាទៅបងប្អូនទាំងគ្នាអញ្ចឹងថ្នាំការពារនោះវាមានដាក់តាធីហ្វីតែមួយគ្រាប់ទៅហើយនឹងប៉ារ៉ាមួយគ្រាប់ហើយនឹងអាមុកមីសាលីននឹងមួយគ្រាប់ទៅបងប្អូនដាក់ចំនួនទឹក2លីត្រឲ្យវាផឹកតែមួយថ្ងៃហ្នឹងទៅរួចវាផឹកអស់ដូរចេញទៅមាន់បងប្អូនមកបាន5 10ក្បាលឬ20 50អីដាក់ទៅរួច
យើងអាចវិផឹកប៉ុណ្ណឹងហើយយើងដាក់ទឹកស្អាតឲ្យវាផឹកធម្មតាវិញទៅបងប្អូនមកយើងអត់ចេះឈឺឯក្នុងមួយខែបងប្អូន